Robertធ្វើទឹកស៊ុបញ៉ាំជាមួយកាទៀវឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ក៏ប៉ុន្តែទឹកស៊ុបហ្នឹងញ៉ាំមួយអីក៏បានដែរមួយមីដុំក៏បានមួយបាយក៏បានដែរគ្រាន់ថាពេលញ៉ាំជាមួយកាទៀវនិងមីដុំហ្នឹងវាឆ្ងាញ់ជាងញ៉ាំជាមួយបាយអញ្ចឹងណាសម្រាប់គ្រឿងផ្សំវិញខ្ញុំនឹងសរសេរបង្ហាញនៅខាងលើវីដេអូនេះផងដែរសម្រាប់វិធីធ្វើដំបូងដាំទឹករងាស់ឆ្អឹងស៊ុបនឹងប្រើឆ្អឹងជ្រូកទេចង់ប្រើឆ្អឹងគោក៏បានឆ្អឹងជ្រូកក៏បានរួចហើយយើងដាក់ខ្ទឹមបារាំងនិងខ្ទឹមសរំដេងដែលយើងបានដុតហើយនេះពេលយើងដុតហើយយើងយកមកធ្វើស៊ុបអានវាឈ្ងុយពេលយើងអត់ដុតទេអត់សូវឈ្ងុយអញ្ចឹងណាសម្រាប់បន្លែវិញគឺយើងមានឆៃថាវការ៉ុតពោតខ្ចីពណ៌ក្រហមហើយនិងប្រហិតសាច់គោក៏ប៉ុន្តែទឹកស៊ុបនឹងពុះម្ដងហើយអ្នកទាំងអស់គ្នាគ្រាន់តែខ្ញុំរៀងប្រអន់ភ្លើងបន្តិចរួចហើយដាក់ប្រហិតសាច់គោចូលអ្នកទាំងអស់គ្នាដឹងអត់ថាខ្ទឹមបារាំងហ្នឹងក៏មានជាតិផ្អែមដែរពេលយើងធ្វើស៊ុបយើងដាក់ខ្ទឹមបារាំងទៅទឹកស៊ុបយើងរៀងផ្អែមស្រាលដាក់ពោតចូលដែរពេលយើងដាក់ពោតខ្ចីចឹងទឹកស៊ុបយើងរៀងផ្អែមតែផ្អែមបែបធម្មជាតិមិនមែនផ្អែមដោយសារយើងដាក់ស្ករទេដាក់ឆៃថាវហើយនិងការ៉ុតនិយាយទៅឆៃថាវហើយនិងការ៉ុតហ្នឹងក៏ធ្វើឲ្យទឹកស៊ុបយើងរៀងផ្អែមដែរតែដូចខ្ញុំប្រាប់ចឹងផ្អែមស្រាលបែបធម្មជាតិណានិយាយទៅមិនមុខហ្នឹងសិតតែបន្លែមានជាតិផ្អែមហ្មងទាំងខ្ទឹមបារាំងពោតការ៉ុតហើយនិងឆៃថាវដាក់តែប៉ុណ្្នឹងមកទឹកស៊ុបយើងដឹងតែឆ្ងាញ់ហើយឆ្ងាញ់ជាតិនោះជាតិហ្មងសម្រាប់ពពុះវិញយើងចង់ដួសចេញក៏បានអត់ដួសក៏បានដែរប៉ុន្តែបើយើងដួសទៅក៏វាស្អាតម្យ៉ាងដែរណោះព្រោះអីវាមើលទៅស្អាតភ្នែកចឹងណារួចហើយខ្ញុំដាក់អំបិលចូលមួយចិបអត់ដាក់ច្រើនទេដាក់តែមួយចិបនឹងឯងដោយសារតែយើងដាក់ទឹកត្រីដែរដាក់ឲ្យប៊ីយ៉ាហឺហើយនឹងចុងក្រោយដាក់ស្លឹកខ្ទឹមហ្នឹងយកទាំងខាងគល់ដែរនិយាយទៅធ្វើស៊ុបឲ្យយើងដាក់គល់ស្លឹកខ្ទឹមច្រើននិយាយទៅទឹកស៊ុបហ្នឹងឡើងជាតិហ្មងរួចហើយយើងដាក់ម្ងាស់មួយសន្ទុះអីទៀតទៅចាំយើងបិទភ្លើងតែមិនបាច់ម្ងាស់ឲ្យយូរដូចទឹកស៊ុបដែលគេធ្វើលក់ទេដោយសារតែពេលដែលយើងម្ងាស់យូរពេកចឹងវាបាត់បង់ខូចនៅសារធាតុចិញ្ចឹមអស់ចឹងណាចឹងយើងម្ងាស់តន្តិចទៀតអីយើងបិទទៅបានហើយអូខេរួចរាល់ហើយអ្នកទាំងអស់គ្នារបៀបធ្វើទឹកស៊ុបមីទឹកស៊ុបកាទៀវរបស់យើងក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានទស្សនាណាបើសិនជាចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច Subscribe ឲ្យ YouTube និង Follow Facebook Page អ្នកមួយផងណានៅពេលនេះខ្ញុំសូមជម្រាបលាអ្នកទាំងអស់គ្នាសិនហើយយើងនឹងជួបគ្នានៅវីដេអូថ្មីជាបន្តទៀតអរគុណច្រើនជម្រាបលាបាយបាយ